សួស្តីពុកម៉ែបងប្អូនបាទថ្ងៃនេះខ្ញុំនឹងមកបង្ហាញបងប្អូនអំពីបាទសម្លម្ជូរមួយមុខគេហៅថាម្ជូរក្រាក់កូនម៉ែបងប្អូនឮឈ្មោះដូចពិសេសណាស់ណាអញ្ចឹងប៉ុន្តែមិនពិសេសណាស់ណាទេបងប្អូនប៉ុន្តែអ្វីដែលពិសេសនោះគឺបាទគ្រឿងស្លរបស់យើងបងប្អូនអញ្ចឹងនេះគឺជាគ្រឿងក្នុងរបស់គោដែលបងប្អូនអាចយកមកស្លបានគឺបាទមានពោះបាទមានសាច់ល្បាំងសាច់យាវហើយពិសេសបំផុតនេះគឺម្ដុំនេះបងប្អូននេះគឺគេហៅថាស៊ុបរបស់គោបងប្អូនអញ្ចឹងទូចល្មមទេបាទហើយបាទខកខ្នងវាទូចនៅក្នុងនិយាយពីយកមកស្លវិញអែមណាបងប្អូនជាងគ្រឿងក្នុងគោឆ្ងាញ់ណាស់បាទហើយកន្លឹះពិសេសមួយដែលខ្ញុំចង់បង្ហាញបងប្អូនចំពោះសម្លបាទគ្រឿងក្នុងគោគេហៅថាម្ជូរក្រាក់សាច់គោពោះគោនេះណាបងប្អូនគឺយើងយកបាទសាច់ទាំងនេះឬក៏ពោះទាំងនេះហ្នឹងគឺទៅស្រុះសិនបងប្អូនអញ្ចឹងការធ្វើវិធីនេះគឺដើម្បីបាទកាត់បន្ថយក្លិននៅសាច់គោបងប្អូនមិនមានក្លិនឆ្អាបឬក៏ក្លិនគោទេបងប្អូនអញ្ចឹងទឹកស្រស់គឺយើងដាំទឹកឲ្យពុះបាទហើយយើងដាក់ស្លឹកក្រូចដេងលក្ខូចសើចបន្តិចមកបាទហើយយើងទុកទឹកឲ្យពុះយើងដាក់ជ្រលក់មេមកភ្លោកត្រឡប់ចុះត្រឡប់ឡើងល្មមថាឲ្យរឹងសាច់ល្អបានយើងយកមកហាន់ស្លបងប្អូននេះគឺជាចំណុចពិសេសដែលខ្ញុំចង់បង្ហាញបងប្អូនអាចធ្វើអញ្ចឹងទៅសម្លយើងមានរសជាតិឆ្ងាញ់ហើយមិនមានក្លិនបាទគោអញ្ចឹងសម្រាប់បាទសាច់ទាំងនេះបាទនៅក្រៅវាយើងស្រស់ហើយយើងយកមកហាន់អញ្ចឹងស្រួលទៀតបងប្អូនវាអត់បាទជ្រៀងត្រាក់អន្ត្រាយទេបាទនេះបាទអញ្ចឹងយើងហាន់ពុបអញ្ចឹងមកបាទរួចតែម្ដងអញ្ចឹងដល់វគ្គស្លแล้วហើយបងប្អូនអញ្ចឹងម្ជូរសម្រាប់សម្លម្ជូរក្រាក់នេះគឺបាទគឺយើងចំណុចដែលពិសេសគឺម្ជូរបងប្អូនអញ្ចឹងម្ជូរគឺយើងអាចដាក់ជាមួយនឹងស្លឹកម្កាក់ឬក៏បាទស្លឹកតាមុងបងប្អូនអញ្ចឹងម្ជូរអត់អាចដាក់ម្ជូរ7និងម្ជូរផ្សេងទេព្រោះវាបាទវាអាចអត់រសជាតិដើមអញ្ចឹងណាបងប្អូនអញ្ចឹងបាទគ្រឿងក្នុងមានពោះមានបាទសាច់យាវសាច់ល្បាំងហើយសាច់ឲ្យជាប់ខ្លាច់តិចបងប្អូនឆ្ងាញ់បាទអញ្ចឹងសម្រាប់ស្លបាទចូលដល់បាទវគ្គស្លទៅហើយបាទអញ្ចឹងយើងហាន់ឲ្យធំបន្តិចមកកុំឲ្យហាន់ទូចពេកនៅពេលដែលផុយទៅគឺយើងញ៉ាំឆ្ងាញ់តែម្ដងបាទអញ្ចឹងដល់បាទវគ្គដែលត្រូវយើងស្លបងប្អូនអញ្ចឹងគ្រឿងដែលយើងបានត្រៀមគឺយើងមានគល់គ្រីមដីលក្ខូចសើចយើងហាន់ទុកជាការស្រេចហើយចំណែកឯគល់គ្រីមនិងគ្រឿងនោះគឺយើងមានគ្រឿងសម្រាប់បុកបាទខៅគ្រឿងបុកហ៎បងប្អូនបាទអញ្ចឹងគ្រឿងបុកនៅពេលដែលស្លគឺយើងអាចយកមកដាក់តែម្ដងបងប្អូននេះដល់វគ្គស្លយើងលីងបាទរំដេងនិងស្លឹកក្រូចសើចឲ្យបានបាទឈ្ងុយបន្តិចបាទបន្ទាប់ពីយើងបាទលីងគ្រឿងរំដេងបាទលក្ខូចសើចបាទឲ្យឈ្ងុយហើយបានយើងដាក់ប្រហុកបងប្អូនអញ្ចឹងស្លម្ជូរក្រាក់នេះបាទពិសេសរសជាតិបាទគឺយើងអាចបន្ថែមជាមួយនឹងទឹកដោះគោឬក៏ខ្ទិះដូងបន្តិចក៏បានដែរបងប្អូនអញ្ចឹងរសជាតិតាមចំណូលចិត្តបាទហើយដាក់គ្រឿងបាទអញ្ចឹងវីដេអូនេះខ្ញុំចង់បង្ហាញបងប្អូនអាចធ្វើអញ្ចឹងបាទញ៉ាំក្នុងកម្មវិធីឬញ៉ាំបាយឬធ្វើសម្រាប់ជួបជុំគ្នាបាទក៏ពិសេសដែរបងប្អូនអញ្ចឹងរសជាតិបែបសម្លរសជាតិបែបខ្មែរបងប្អូនអញ្ចឹងយើងក្រោយពីលីងគ្រឿងរួចរាល់ហើយយើងចាក់សាច់ចូលតែម្ដងខឹបបាទនេះសម្រាប់សាច់គឺយើងត្រូវបាទកូរជាមួយគ្រឿងរហូតតាន់តែបាទសាច់នេះវាបាទស្ងួតទឹកបន្តិចបងប្អូនតាន់តែកោកទឹកណាបងប្អូនអញ្ចឹងគេហៅថាភាសាមួយទីគេហៅដាច់ទឹកនោះបាទយើងកូរសាច់ជាមួយនឹងគ្រឿងតាន់តែដាច់ទឹកទៅយើងបន្ថែមនៅបាទទឹករំងាស់ឬក៏យើងអាចថែមបាទទឹកដោះគោឬក៏បាទពុំមានទេបងប្អូនអាចដាក់ខ្ទិះដូងបន្តិចក៏បានដែរបងប្អូនអញ្ចឹងក្នុងពេលនេះគឺខ្ញុំបានបេះស្លឹកតមុងអញ្ចឹងស្លឹកតមុងបងប្អូនគឺត្រូវយកទៅស្រុះបាទឬក៏យើងយកទៅបាទទៅរោលភ្លើងបាទរោលភ្លើងដើម្បីបំបត្តិជ័រល្វីងហើយយើងយកមកហាន់បុកបងប្អូនទៅយើងមានរសជាតិឆ្ងាញ់បាទសម្លចាប់ផ្ដើមឆ្អិនហើយបាទដល់វគ្គញ៉ាំបងប្អូននេះបាទជាតិណាបងប្អូនបាទម្ជូរក្រាក់គឺជាតិណា
មើលទៅមកអ្នកញ៉ាំបងប្អូនឆ្ងាញ់មែនបាទសម្រាប់បាទម្ហូបមួយមុខនេះគឺគេហៅថាម្ហូបបែបខ្មែរបងប្អូនយើងបោះទេបាទមិនចូលចិត្តបែបហ្នឹងទេបាទអរគុណពុកម៉ែបងប្អូនដែលបានមើលវីដេអូនេះបាទអញ្ចឹងជម្រាបលាបាយបាយសុខសប្បាយសំណាងល្អ